ខ្ញុំគិតថាសាស្ត្រាចារ្យឡៃថ្នាក់ទី12មួយចំនួនគឺគាត់កំពុងមានបញ្ហាទាក់ទងទៅនឹងពីការរៀបរបៀបនៃការរៀនរបស់គាត់សួស្តីអ្នកនរគ្នាខ្ញុំបាទស្មីជាអតីតសិស្សសាស្ត្រាចារ្យឡៃថ្នាក់ទី12នៅក្នុងឆ្នាំ2022ដែលទទួលបាននិទេស C ហើយថ្ងៃនេះខ្ញុំនឹងមកចែកម្លែកទាក់ទងទៅនឹងវិធីសាស្ត្រតិចតួចឬក៏ខ្លះៗដែលខ្ញុំធ្លាប់បានអនុវត្តកាលពីខ្ញុំជាសិស្សថ្នាក់ទី12ទាក់ទងទៅនឹងការរៀនផ្ទាល់ខ្លួនក៏ដូចជារៀនជាមួយនឹងលោកគ្រូអ្នកគ្រូផងដែរក៏ប៉ុន្តែក្បួនវិធីនៃការរៀនថ្នាក់ទី12របស់ខ្ញុំគឺមានភាពងាយស្រួលមិនស្មុគស្មាញពេកទេខ្ញុំបែងចែកការរៀនរបស់ខ្ញុំជា2ចំណុចគឺទី1គឺការរៀនជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ហើយទី2គឺការធ្វើស្វ័យសិក្សាដោយខ្លួនឯងនៅក្នុងការរៀនក្នុងថ្នាក់ជាមួយលោកគ្រូអ្នកគ្រូគឺទី1គឺតម្រូវឲ្យយើងមករៀនបានទៀងទាត់បាទបានន័យថាជៀសវាងអវត្តមានច្រើនវាសប្បាយមើលថាបើសិនជាយើងមករៀនបាត់មួយថ្ងៃ2មករៀនមួយថ្ងៃបាត់សួរថាតើមេរៀនដែលលោកគ្រូអ្នកគ្រូគាត់បានបរិញ្ញាបត្រថ្ងៃហ្នឹងយើងចាប់បានដោយរបៀបណាទោះបីយើងខ្ចីសភៅគេកត់មេរៀនក្តីច្រឡំពីគេក្តីប៉ុន្តែក៏យើងនៅមិនអាចយល់ពីខ្លឹមសារទាំងមូលនៃមេរៀនទាំងនោះដែរបាទអញ្ចឹងដូច្នេះគឺយើងត្រូវមករៀនបានទៀងទាត់ដើម្បីកុំឲ្យរំលងនៅមេរៀនណាមួយដែលលោកគ្រូអ្នកគ្រូគាត់បានបាទបញ្យល់យើងឬក៏បរិញ្ញាយើងអញ្ចឹងទៅបាទចំណុចទី2គឺការកត់មេរៀនបាទគឺការកត់មេរៀនទៀងទាត់ការកត់មេរៀនគ្រប់គឺវាពិតជាមានសារៈសំខាន់សម្រាប់យើងមែនទែនខ្ញុំទទួលស្គាល់ពេលខ្លះមេរៀនគឺច្រើនហើយសិស្សមួយចំនួនគឺគាត់ខ្ជិលនឹងត្អូញត្អែនៅក្នុងការកត់មេរៀនហ្នឹងតែខ្ញុំគិតថាបើសិនជាយើងអត់កត់ទេក៏វាអត់ទទួលបានផលចំណេញអីមកដែរហេតុអីបានខ្ញុំនិយាយចឹងគឺនៅពេលដែលយើងកត់គឺយើងនឹងគិតយើងបានមើលយើងបានឃើញយើងបានពិចារណានៅក្នុងគំនិតផងយើងខណៈពេលដែលយើងកំពុងតែកត់មេរៀនចឹងការកត់មេរៀនគឺពិតជាមានសារៈសំខាន់បាទទី3គឺហ៊ានសួរបាទអញ្ចឹងខ្ញុំគិតថាសាស្ត្រាចារ្យមួយចំនួនតូចទេគាត់នៅមានបញ្ហាមួយគឺតាក់ទងទៅនឹងផ្នែកស្មារតីបាទថាអត់ហ៊ានសួរគ្រូតាក់ទងទៅនឹងមេរៀននេះគាត់ខ្លាចចេះខ្លាចចោលចឹងទៅអញ្ចឹងគឺសូមលើកទឹកចិត្តឲ្យហ៊ានសួរនៅអ្វីដែលយើងអត់ចេះពិតប្រាកដគឺគាត់នឹងប្រាប់ចម្លើយដែលត្រឹមត្រូវអញ្ចឹងវាជិះផុតពីការស្មានចម្លើយឲ្យទៅបានចឹងណាបាទហ្នឹងក៏យើងត្រូវហ៊ានសួរគាត់ដើម្បីគាត់នឹងឆ្លើយទៅទៅនឹងសំណួរផងយើងហើយយើងនឹងបានចម្លើយដែលត្រឹមត្រូវទី4ខ្ញុំគិតថាវិធីនេះគឺមានប្រយោជន៍និងមានប្រសិទ្ធភាពខ្ពស់គឺតាក់ទងទៅនឹងការបង្កើតក្រុមនៃការរៀនបាទគេហៅថាក្លឹបសិក្សានៅពេលដែលយើងបង្កើតក្លឹបសិក្សារៀនគឺនឹងមានសិស្សទាំងសិស្សបកែសិស្សខ្សោយអញ្ចឹងពេលហ្នឹងគឺយើងប្រជុំគ្នាដោយការចែករំលែកតាក់ទងទៅនឹងបទពិសោធន៍តាក់ទងទៅនឹងការរៀនពីវិធីទៅគ្នាទៅវិញទៅមកអញ្ចឹងមេរៀនខ្លះគឺងាយស្រួលចាំនៅពេលដែលយើងបានរៀនជុំគ្នាក៏ថាបានដែរដោយសារតែយើងអាចបរៀនគ្នាទៅវិញទៅមកអ្នកខ្សោយរៀនពីអ្នកចេះចែករំលែកទៅកាន់អ្នកខ្សោយអញ្ចឹងទៅខ្ញុំគិតថាវាមានប្រសិទ្ធភាពខ្ពស់ចំណែកចំណុចធំទី2គឺតាក់ទងទៅនឹងស្វ័យសិក្សាបាទគឺនៅពេលដែលសាលាខ្មែរគេរៀនតាមមួយវេនព្រឹងអញ្ចឹងនៅសល់ពេលថ្ងៃល្ងាចរសៀលអីគឺខ្ញុំបែងចែកការរៀនទៅខ្លួនឯងគឺខ្ញុំបង្កើតគម្រោងឬក៏វិធីស្វ័យសិក្សាដោយខ្លួនឯងហើយពេលដែលខ្ញុំរៀនគឺ1ម៉ោងអញ្ចឹងខ្ញុំបែងចែកចេញជា2មុខវិជ្ជាខ្ញុំរៀនកន្លះម៉ោងខ្ញុំសម្រាប់10នាទីហើយខ្ញុំចូលទៅមុខវិជ្ជាមួយទៀតការធ្វើបែបនេះគឺអត់ធ្វើឲ្យយើងមានអារម្មណ៍ថាស្មុគស្មាញនិងសម្ពាធទេនៅពេលដែលយើងព្យាយាមអង្គុយរៀនយូរពេកវាធ្វើឲ្យយើងស្មុគស្មាញហើយក៏សម្ពាធណាស់ដែរយើងអត់មានពេលសម្រាកអត់មានពេល relax ដើរចេញទៅក្រៅយកខ្យល់កាយតិចទេអញ្ចឹងនៅពេលដែលយើងរៀនបាន30នាទីយើងគួរចេញសម្រាប់10នាទីទៅបាទធ្វើអីក៏ធ្វើចុះទៅតាមអ្វីដែលខ្លួនឯងគិតថារៀង fresh រៀងធ្វើឲ្យអារម្មណ៍ខ្លួនឯងមានអារម្មណ៍ថាស្រស់ស្រាយបន្ទាប់មកយើងចូលមកវិញគឺយើងចាប់ដាក់មុខវិជ្ជាថ្មីមុខវិជ្ជាបន្ទាប់អ្នកនរអាចរើសជាមុខវិជ្ជាទន្ទិញដដែលក៏បានឬក៏គិតថាពេលទន្ទិញមុខវិជ្ជាជាប់គ្នាពេកស្មុគស្មាញអ្នកនរអាចរើសយកមុខវិជ្ជាផ្សេងដូចជាប្រភេទលំហាត់ប្រភេទអីអនុវត្តអញ្ចឹងទៅក៏វារៀងបែងចែកអារម្មណ៍ឲ្យវាធូរស្រាលពីភាពស្មុគស្មាញនៃការទិញច្រំដែរបាទនេះគឺជាវិធីដែលខ្ញុំបានធ្លាប់អនុវត្តកាលពីខ្ញុំនៅជាសិស្សថ្នាក់ទី12កាលពីឆ្នាំ2022ហើយវានឹងមានវិធីផ្សេងច្រើនទៀតមិនមែនមានតែប៉ុណ្្នេះទេប៉ុន្តែនេះគ្រាន់តែជាបទពិសោធន៍ឬក៏មួយជ្រុងតូចនៃការរៀនរបស់ខ្ញុំតែប៉ុណ្ណោះបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាជាផលប្រយោជន៍ដល់អ្នកទាំងអស់គ្នាបាទអរគុណបាយបាយ